សួស្តីបងប្អូនទាំងអស់គ្នាជាទីរាប់អានកាលពីថ្ងៃមុនយើងបានលើកយកប្រធានបទមួយទាក់ទងទៅនឹងក្ងោកមាសដែលបង្ហាញអំពីទឹកចិត្តសប្បុរសក្រៃលែងសេចក្តីសប្បុរសដែលមិនអាចបំភ្លេចបានដែលពលរដ្ឋនៃប្រទេសអឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកបានធ្វើមកលើប្រជាជាតិទាំងអស់ក្នុងពិភពលោករួមទាំងនៅក្នុងតំបន់អាស៊ីមជ្ឈិមបូព៌ារួមជាពិសេសនៅតំបន់អាហ្វ្រិកនិងអាមេរិកឡាទីនផងដែរសេចក្តីសប្បុរសមួយនេះមិនដែលបានភ្លេចពីប្រជាជាតិដែលធ្លាប់ទទួលបានអំណោយដែលធ្លាប់ទទួលបានការសង្គ្រោះពីប្រទេសលោកខាងលិចនោះឡើយឥឡូវនេះដោយអ្វីដែលយើងបានគិតដោយអ្វីដែលយើងធ្លាប់បាននិយាយណាថាប្រទេសអឺរ៉ុបរួមទាំងសហរដ្ឋអាមេរិកមានទឹកចិត្តល្អមែនតើដែលតែងតែជួយមនុស្សជាតិគ្រប់ជាតិសាសន៍ណាប្រឹងប្រែងធ្វើការងារទាំងយប់ទាំងថ្ងៃបងពន្ធករដល់រដ្ឋាភិបាលហើយរដ្ឋាភិបាលយកដាក់នោះមកជួយប្រជាជាតិទាំងអស់ក្នុងពិភពលោកមិនប្រកាន់និន្នាការនយោបាយសាសនាឡើយស្រាប់តែថ្មីនេះទៀតសោតតុលាការអាមេរិកបានសម្រេចព្យួរក៏ចាត់ទុកជាកិត្តិរបស់ទីនិតីអាមេរិកតាក់ទងទៅនឹងការយកពន្ធដារនោះលើសកំណត់អញ្ចឹងគេក៏កំណត់យកតែប្រមាណភាគរយដូចជា 10% ណាហ្នឹងហើយអញ្ចឹងនេះគឺជារឿងមួយល្អដែលទោះបីជាណាដូចខ្ញុំបានថាអញ្ចឹងវីដេអូចាស់យើងទោះបីជាសហរដ្ឋអាមេរិកទទួលផ្ដល់ពន្ធទទួលពន្ធដោយក្នុងក្រឹតទីនេះក្តីឬក៏បន្ទាបទៅតាមសាលដីការបស់តុលាការដោយសពថ្ងៃក្តីទឹកចិត្តដ៏សប្បុរសមួយនេះនៅតែរក្សានៅក្នុងទឹកចិត្តចាស់និងទឹកចិត្តដែលកំពុងតែមាននេះនៅតែមានចំពោះប្រជាជាតិទាំងអស់ក្នុងលោកតែងតែគិតថាលោកខាងលិចនិងសហរដ្ឋអាមេរិករួមទាំងសហរដ្ឋអាមេរិកហ្នឹងណាអឺរ៉ុបនិងសហរដ្ឋអាមេរិកហ្នឹងគឺជាប្រទេសដែលមានសមានចិត្តដ៏ល្អសម្រាប់ជាតិសាសន៍ស័ក្តិសមជាមេដឹកនាំពិភពលោកដោយអ្វីដែលយើងបានដឹងអញ្ចឹងក្នុងនាមជាប្រទេសដែលទទួលបានផលប្រយោជន៍ជាទូទៅមិនថាប្រទេសដែលណាមួយនេះទេយើងពិតជាមានការត្រេកអរនៅការសម្រេចកម្រិតរដ្ឋាភិបាលក្តីកម្រិតសភាក្តីឬក៏កម្រិតតុលាការក្តីក្នុងន័យជាក្នុងនាមជាសហរដ្ឋអាមេរិកបាទក្នុងនាមជាអង្គដឹកនាំរបស់សហរដ្ឋអាមេរិកបាទដែលនាំនាវាអាមេរិកឆ្ពោះទៅមុខចិត្តយូរណានាំនាវាអាមេរិកទៅមុខណាអង្គមានអង្គឯកអង្គទេប្រតិបត្តិអង្គនីតិបញ្ញត្តិនិងអង្គតុលាការដែលសម្រាប់ថ្មីនេះនាំនាវាអាមេរិកឆ្ពោះទៅវិបុលភាពហើយរួមទាំងសណ្ដោងចិត្តយូរប្រទេសតូចតាចដូចជាពួកយើងហ្នឹងបាទទទួលបានវិបុលភាពផងដែរអញ្ចឹងយើងមានការដឹងគុណណាស់ចំពោះសហរដ្ឋអាមេរិកក៏ដូចជាប្រទេសអឺរ៉ុបអញ្ចឹងការអត្ថាធិប្បាយមួយនេះផ្សំលមមនឹងយើងក៏លេខទៅមើលប្រធានបទផ្សេងទៀតពាក់ព័ន្ធទៅនឹងគេហៅថាក្ងោកមាសអាស៊ីវិញម្ដងណាក្ងោកមាសអាស៊ីក៏មានដែរដូចក្នុងមេរៀនទី1ដែលខ្ញុំបានលើកអំពីក្ងោកមាសហ្នឹងណាបាទក្ងោកមាសអាស៊ីគឺជាអ្វីបច្ចុប្បន្ននេះការនិយមលទ្ធិណាពិភពលោកកំពុងតែរីករាយទៅនឹងការភ្នាល់គ្នារវាងចិនដីគោកនិងចិនតៃវ៉ាន់ណាលទ្ធិមនោគមវិជ្ជាផ្ដាច់ការនិងលទ្ធិមនោគមវិជ្ជាសេរីណាតើពេលណាពួកគេប៉ះទង្គិចឲ្យអាវុធហើយចង់ដឹងណាអ្នកណាជាអ្នកឈ្នះអញ្ចឹងណាអញ្ចឹងខ្ញុំក៏មិននឹកស្មានដល់ដែរថាលទ្ធិពីរនេះបាននាំមាគ៌ាមនុស្សធ្លាក់ដល់ចំណុចហ្នឹងទី1ទី2ទៀត
សាសនាទាំងអស់រួមទាំងសាសនាព្រះពុទ្ធសាសនាយេស៊ូសាសនាអ៊ីស្លាមហេតុអ្វីបានអប់រំឬក៏ផ្សារព្រោះលទ្ធិរបស់ខ្លួនធ្វើឲ្យមនុស្សជាតិធ្លាក់ដល់ចំណុចបែបនេះតែនៅអប់រំសាសនាមានគំនិតចង់ឈ្នះចង់ចាញ់ដោយលទ្ធិនយោបាយដែរទេបើសិនបើដូច្នោះមែនទាំងសាសនាទាំងការដឹកនាំប្រទេសវាទៅទាំងព្រមធ្វើឲ្យមនុស្សធ្លាក់ទៅក្នុងសង្គ្រាមវិលមកវិញនៅពេលដែលលទ្ធិនយោបាយបានធ្វើឲ្យជាតិសាសន៍បងប្អូនតែមួយធ្វើសង្គ្រាមដោយចំហររវាងគ្នានឹងគ្នាណាតើយើងសប្បាយចិត្តនឹងរឿងនេះទេទុយទៅវិញបើសិនបើរឿងនេះកើតឡើងចំពោះយើងវិញជាតិសាសន៍នីមួយវិញណាយើងឥឡូវមិនទាន់មានកើតលិចជើងត្បូងដូចគេណាចិនខាងកើតចិនខាងលិចចឹងណាបាទរីឯកូរ៉េខាងជើងគេកូរ៉េខាងជើងខាងត្បូងខាងជើងយើងមិនទាន់មានជើងមិនទាន់មានត្បូងយើងមិនទាន់មានលិចមានកើតយើងសប្បាយត្រេកអរទៅនឹងការទិញសព្វាវុធណែលើគេទិញសព្វាវុធអាមេរិកគេទិញសព្វាវុធរុស្ស៊ីគេទិញសព្វាវុធចិនណាដើម្បីឲ្យបងប្អូនបង្កើតគេហ្នឹងកាប់សម្លាប់គ្នាណាក៏ដូចគ្នាដែរឥណ្ឌាខាងកើតឥណ្ឌាខាងលិចណាឥណ្ឌាខាងកើតខាងណាឥណ្ឌាខាងលិចខាងណាណាកាប់សម្លាប់គ្នាយើងភ្នាល់គ្នាឃើញគេមានទូរភ័ព្ទប្រយុទ្ធគ្នាទិញយន្តហោះចម្បាំងពីបារាំងណាទិញយន្តហោះពីរុស្ស៊ីកាប់សម្លាប់គ្នាគ្មានត្រាប្រណីយើងឃើញគេឆ្លោះគ្នាអញ្ចឹងយើងត្រេកអរណាស់ពីព្រោះតែយើងនឹងក៏កំពុងតែកាន់លទ្ធិមួយដែរខាងសេរីនៅខាងកុម្មុយនីសណាយើងសប្បាយចិត្តដែរប៉ុន្តែផ្ទុយអំពីការសប្បាយចិត្តទោះបីជាយើងមិនបានមានអំណាចបុណ្យស័ក្តិលុយកាក់ទ្រព្យសម្បត្តិធំដុំឥទ្ធិពលក្នុងនយោបាយការបរទេសធ្វើឲ្យប្រទេសទាំងនឹងស្ងប់ចិត្តឬក៏បន្ធូរបន្ថយភាពតានតឹងណាមួយឬក៏ឈានដល់ការផ្សះផ្សាណាមួយយ៉ាងហោចណាស់ក៏យើងមានពាក្យពេចន៍ណាសមល្មមណាវាមិនអស់មាសអស់ប្រាក់អស់លុយអស់កាក់ឬក៏គ្រាន់តែយើងនិយាយមួយម៉ាត់ពីនឹងខាត់អាជីវកម្មរបស់យើងរាប់លានដុល្លារនោះទេគាត់នៅតែនិយាយឲ្យល្មមដើម្បីកុំឲ្យគេនឹងឆ្លោះគ្នាណាក្នុងសាសនារបស់យើងទាំងអស់សាសនាព្រះសម្មាសម្ពុទ្ធគោតមយើងក្តីសាសនាក្រមវិហារបរិសុទ្ធនៅថ្ងៃចុងក្រោយក្តីរួមទាំងសាសនាអ៊ីស្លាមក្តីលោកឲ្យយើងពលវាចាដោយបរិសុទ្ធពលបរិចាដោយភាពត្រឹមត្រូវណាវាចានៅការរុកឆ្កៀលឈ្នាននេះចាក់រុកនៃភាសាសាមញ្ញណានិយាយឲ្យគេឆ្លោះប្រកែកគ្នាឈានដល់សង្គ្រាមអញ្ចឹងវាអត់មានចាំបាច់អីឲ្យយើងវែកញែកកថាខណ្ឌទី1និយាយចេះមេតិកាទី2និយាយចោះណែអដ្ឋកថានេះចេះអដ្ឋកថានោះចោះអត់ចាំបាច់យើងយកមកនិយាយដល់ខាត់ពេលវេលាទេម្ដងអង្គនេះពីព្រោះអ្នកដែលលើកមេត្រាលើកអដ្ឋកថាលើកបែបលើកបត់នោះវាអត់មានបានផលអីក្រៅអំពីការឆ្លោះគ្នាប្រកែកគ្នាដូចសពថ្ងៃឡើយអញ្ចឹងសង្ខេបមកវិញក្នុងពេលបច្ចុប្បន្នហ្នឹងយើងត្រូវបង្កើតក្រសួង3ក្រសួងទី1ក្រសួងបង្រួបបង្រួនកូរ៉េដែលមិនមែនជាក្រសួងនៅក្នុងទឹកដីកូរ៉េណាសូមលោកគ្រូនិយាយម្ដងទៀតក្រសួងបង្រួបបង្រួនកូរ៉េគឺជាក្រសួងដែលមិនមែននៅក្នុងប្រទេសកូរ៉េហេតុអ្វីប្រទេសទូទាំងពិភពលោកដែលមានសេចក្តីអាណិតអាសូរការស្រឡាញ់រាប់អានដ៏ពិតប្រាកដចំពោះប្រទេសទាំងពីរនេះគួរតែឬក៏ត្រូវតែបង្កើតក្រសួងនេះធ្វើការងារគ្រប់បែបយ៉ាងទាំងការងារនយោបាយទាំងការងារសាសនា
ដើម្បីឲ្យរដ្ឋាភិបាលទាំងពីរហ្នឹងត្រូវតែគ្នាទី1ក្រសួងបង្រួមចិននិងទី2ក៏ត្រូវតែធ្វើឡើងនៅក្រៅទឹកដីនៃប្រទេសចិនទាំងពីរហ្នឹងដើម្បីធ្វើព្យុះធ្វើភ្លៀងធ្វើផ្គរមកក៏ដោយធ្វើរលកមកក៏ដោយឲ្យប្រទេសជាតិទាំងពីរហ្នឹងត្រូវតែគ្នាណាទី2ទី3ក្រសួងបង្រួមឥណ្ឌាណាប្រទេសជាតិទាំងអស់ដែលមានសមានចិត្តដឹងគុណូបការៈចំពោះឥណ្ឌាដែលឥណ្ឌាធ្លាប់ជួយយើងណែប្រទេសឥណ្ឌាក្រីក្រណាស់ជាជនច្រើនប៉ុន្តែឥណ្ឌាឆ្លៀតមកជួយយើងទៀតក្រហើយប៉ុន្តែចិត្តល្អពិភពលោកគេកំណត់ប្រទេសឥណ្ឌាជាប្រទេសដែលក្រីក្រប៉ុន្តែចិត្តល្អជាងគេបងប្អូនដែលមានអ្នកក្រឲ្យយើងហូបមិនមានទេមានតែទីមួយគត់ជាជនហូបផ្លាហូបគាត់ទឹកផឹកទៀតហូបទៀតប៉ុន្តែធ្វើសេចក្តីល្អពីពេញពិភពលោកណាទឹកចិត្តមួយនឹងមិនអាចធ្វើឲ្យពួកយើងជាប្រទេសសោយផលនៃការបងពុនរបស់ជនជាតិឥណ្ឌាគ្រប់សតវណ្ណៈហ្នឹងឲ្យមើលឃើញមើលរំលងនៅការបែកបាក់ជាតិរបស់ឥណ្ឌានោះទេអញ្ចឹងប្រទេសនានាដែលទទួលផលនោះត្រូវបង្កើតក្រសួងបង្រួបបង្រួមឥណ្ឌាហើយយើងធ្វើការងារគ្រប់សពបែបយ៉ាងដើម្បីឲ្យប្រទេសគេនឹងត្រូវរកគ្នាវិញឥណ្ឌានិងប៉ាគីស្ថានហ្នឹងអញ្ចឹងនេះគឺជានយោបាយថ្មីនយោបាយការបរទេសថ្មីដែលនៅក្នុងប្រវត្តិសាស្ត្រអន្តរជាតិមិនមានអ្នកណាគេផ្ដោតបែបហ្នឹងទេអញ្ចឹងលោកគ្រូសូមផ្ដល់រឿងនេះនិយាយរឿងហ្នឹងថាវាសមល្មមដល់ពេលហើយតាំងតែពីការបង្កើតអង្គការសហប្រជាជាតិមកតើនៅមានអ្នកឆ្លើយទៀតទេថាគំនិតហ្នឹងគេក៏ដឹងដែរណាគំនិតហ្នឹងគេក៏ចេះដែរគំនិតហ្នឹងគេដឹងអស់ហើយនៅមានទៀតទេបាទនៅមានក៏មានចោះលោកគ្រូមិនប្រកែកប៉ុណ្ណាអីទេនៅមានក៏មានចោះក៏ប៉ុន្តែបងមានហើយដោយសពថ្ងៃដដែលវាដូចតែអត់អញ្ចឹងសុខចិត្តថាការនិយាយរបស់លោកគ្រូជារឿងថ្មីទៅណាសុំចិត្តប៉ុណ្ណឹងបានណាហ្នឹងលោកគ្រូសុំចិត្តណាថាគំនិតនេះគឺជាគំនិតថ្មីចុះពីព្រោះបើវាគំនិតចាស់វាអត់ចេញជារូបរាងសោះអញ្ចឹងណាគ្រូមិនហ៊ានប្រកែកប៉ុណ្ណឹងនឹងអស់លោកបណ្ឌិតដែលតែងតែនិយាយពីនឹងទេអញ្ចឹងណាព្រោះនិយាយអីក៏គាត់មិនដែលទទួលស្គាល់ការពិតដែរព្រោះថាម៉េចជាធម្មតាគេត្រូវការគេគំនិតសិទ្ធិគេត្រូវការរាប់អានអ្នកខ្ពង់ខ្ពស់លុយគេមាន1លានគេត្រូវការរាប់អានអ្នកមាន100លានអញ្ចឹងគេបាន100លាន101លាន1លានអញ្ចឹងណាគេអត់អាចត្រូវការរាប់អានអ្នកក្រទេធ្វើឲ្យលុយគេថយចំណេះដឹងក៏ដូចគ្នាដែរណាគេមិនអាចមកទទួលស្គាល់មនុស្សទៀបអន់ចំណេះដឹងតូចទាបដូចជាយើងបានទេយើងក៏អត់ខឹងគេដែរវាធ្វើឲ្យគេនឹងថមថយចំណេះដឹងភាពបច្ចេកបណ្ឌិតអីចឹងណាប៉ុន្តែលោកគ្រូមិនទៅចង់ចាញ់ឈ្នះអ្វីឡើយប៉ុន្តែចង់ថាឲ្យអ្នកពាក់ព័ន្ធជាពិសេសអង្គការសហប្រជាជាតិហ្នឹងណាឬក៏ប្រទេសដែលមានឥទ្ធិពលក្នុងលោកណាដែលធ្លាប់ទទួលបាននៅទឹកចិត្តដ៏សប្បុរសនៃកងោកអាស៊ីហ្នឹងគួរតែបង្កើតក្រសួងនៅក្នុងប្រទេសរបស់ខ្លួនហើយមិនត្រូវការបុគ្គលិកច្រើនទេក្រសួងហ្នឹងហ្នឹងហើយបើកវិវត្តចេញពីប្រទេសមួយមកយើងបង្កើតយើងប៉ុណ្ណឹងគ្នាមើលតើយើងអាចធ្វើឲ្យប្រទេសទាំងនោះត្រូវគ្នាអត់ដែលឥឡូវនេះមនុស្សកំពុងតែសម្មើមើលភ្នាល់គ្នាខ្ញុំសេរីគេកុំនេះហើយសប្បាយនឹងការកាប់សម្លាប់របស់បងប្អូនបង្កើតរបស់គេហ្នឹងអញ្ចឹងយើងធ្វើរឿងផ្ទុយពីគេវិញណាយើងធ្វើវិធីដើម្បីឲ្យគេត្រូវគ្នាអញ្ចឹងមេរៀនកងោកអាស៊ីដែលបានរំលេចឡើងនៅកងោកអឺរ៉ុបដែរនោះសន្មត់សំលមនឹងចាប់តែប៉ុណ្ណឹងហើយសង្ឃឹមថាអង្គការអន្តររដ្ឋាភិបាលផ្សេងមានដូចជាអូនុយ UN ណាអង្គការតំបន់ដូចជាអាស៊ានណាអាស៊ានបូក
រួមទាំងអង្គការអន្តររដ្ឋាភិបាលផ្សេងទៀតពិសេសប្រទេសដែលធ្លាប់ទទួលនូវគុណូបការៈពីក្ងោកអាស៊ីហ្នឹងណាគួរតែចាប់ផ្ដើមធ្វើរឿងហ្នឹងចាប់ពីថ្ងៃហ្នឹងទៅម្ដងទៅណាហ្នឹងហើយទៅតាមលទ្ធភាពអ្វីដែលខ្លួនឯងអាចធ្វើបានវាឯសម្រាប់លោកគ្រូវិញលោកគ្រូធ្វើជាហោហារួចមកហើយណាតាមរយៈវីដេអូអីសពបែបសពយ៉ាងអញ្ចឹងទៅអញ្ចឹងបើសិនបើមានមិត្តទាំងអស់គ្នាដែលមានលទ្ធភាពឧត្តមឧត្តមខ្ពស់អាចបត់ទៅចង្កូតនាវានៃសន្តិភាពអន្តរជាតិថ្មីបានសូមកុំបោះបង់ឱកាសនឹងឲ្យសោះពីព្រោះគំនិតមានហើយណាពីលោកគ្រូណាចិនពិសីសូមអរគុណ